តារាសម្ដែងអាមេរិកដ៏ល្បីល្បាញលោកស្រី Angelina Jolie រំលឹកឡើងវិញពីភាពឈឺចាប់ក្នុងថ្ងៃខួប1ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជាខាងក្រោមជាសំណេររបស់លោកស្រី Angelina Jolie រំលឹកការឈឺចាប់ក្នុងថ្ងៃខួប1ឆ្នាំដែលកងទ័ពថៃឈ្លានពានទឹកដីកម្ពុជាក្នុងរយៈពេល1ឆ្នាំមកនេះចំនួនដែលបានផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនរបស់កម្ពុជាបានធ្វើឲ្យប្រជាជនជាច្រើនបាត់បង់នូវអារម្មណ៍មានស្ថិរភាពនិងសុវត្ថិភាពបច្ចុប្បន្នប្រជាជនជិត 30,000 នាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញកម្ពុជាតែងតែជាប្រទេសដ៏ពិសេសមួយសម្រាប់រូបខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំទីនេះជាប្រទេសកំណើតកូនប្រុសរបស់ខ្ញុំទីនេះជាផ្ទះរបស់ពួកយើងហើយអស់រយៈពេល20ឆ្នាំមកនេះយើងបានបំពេញការងារជាមួយក្រុមការងារក្នុងសហគមន៍នានាស្ដីពីការអភិរក្សនិងការអភិវឌ្ឍសហគមន៍មូលនិធិម៉ាដុកមានទីស្នាក់ការនៅក្នុងតំបន់ព្រំដែនជាកន្លែងតែមួយដែលចំនួនព្រំដែនបានផ្ទុះឡើងខ្ញុំពិតជាមានកិត្តិយសដែលបានក្លាយជាមិត្តជិតស្និទ្ធជាមួយអ្នកជិតខាងរបស់ខ្ញុំនិងក្រុមការងារមូលនិធិខណៈយើងបានដោះគ្រាប់មីននិងបានអភិវឌ្ឍតំបន់ជាមួយគ្នានៅពេលដែលចំនួនផ្ទុះឡើងកាលពីឆ្នាំមុនយើងបានជំរាបបុគ្គលិករបស់យើងនិងគ្រួសាររបស់ពួកគេហើយបទពិសោធន៍ដ៏ឈឺចាប់ទាំងនេះបានបង្ហាញថាចំនួនអាចផ្ទុះឡើងវិញបានភ្លាមៗខ្ញុំស្រឡាញ់ប្រទេសមួយនេះកម្ពុជានិងប្រជាជនដែលមានភាពរឹងមាំព្រមទាំងពោរពេញដោយភាពកក់ក្ដៅនិងរួសរាយរាក់ទាក់ខណៈយើងពិតជាមានក្តីសោមនស្សរីករាយដើម្បីចាប់ផ្ដើមការងាររបស់ពួកយើងឡើងវិញក្នុងការការពារដីធ្លីនិងគាំទ្រដល់សុខភាពសហគមន៍ព្រមទាំងការរស់នៅបេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នាដែលទន្ទឹងរង់ចាំថ្ងៃត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ